Srub lệch chứนี่คือชีวิตโอเราไตรพังได้บางคนថ្ងៃនេះផងដែរចំណាយពេលមួយថ្ងៃទំនេរពីការងារអញ្ចឹងណាបងប្អូនហើយក៏ឆ្លៀតធ្វើវីដេអូមួយថតបង្ហាញបងប្អូនពីទេសភាពអញ្ចឹងណាព្រោះឲ្យឃើញស្អាតជាថតឲ្យបងប្អូនបានឃើញអញ្ចឹងទៅណាហើយថ្ងៃនេះផងដែរបងយើងមកមើលកន្លែងបងត្រីអញ្ចឹងណាបងប្អូនដោយបងប្អូនបានឃើញអញ្ចឹងបាទហើយបងត្រីឯងមិនឃើញបងវាគ្មានកន្លែងបងបងប្អូនចង់រកកន្លែងបងដែរតែទឹកជ្រៅបងប្អូនទឹកទៅគឺគេកាយជ្រៅណាបើតាមខ្ញុំមើលទៅទឹកទៅដូចជា7 ម៉ែត្រដែរឬគេនិយាយចឹងណាបងប្អូនហើយខ្ញុំទៅមើលប្រឡងក៏ឆ្លៀតជួបបងគាត់កំពុងស្ទូចត្រីអញ្ចឹងណាបងប្អូនហើយក៏ឆ្លៀតនិយាយសួរស្លេងមួយគាត់ហើយថ្ងៃណាមួយក៏ទៅបងនឹងគេនឹងឯងអញ្ចឹងដែរទៅណាខ្ញុំមើលប្រឡងហើយអញ្ចឹងណាបងប្អូនហើយជ្រុលទៅនេះហើយគឺយើងនិយាយលេងមួយគាត់ហ្នឹងតាមនេះទៅដោយខ្ញុំនិយាយទៅទេសភាពឲ្យ10 លើ 10តែម្ដងបងប្អូនបានណាគេចូលចិត្តថតរូបថតអីអញ្ចឹងណាបងប្អូនអាចមកថតទីនឹងបានបងប្អូនទេសភាពស្អាតមែនតែនបាទនិយាយថាមកអ្នកមកអង្គុយលេងក៏ច្រើនដែរបងប្អូននេះខ្ញុំនៅរឿងថ្ងៃអីដែរអញ្ចឹងណាបងប្អូនតែដោយជំនិយាយចឹងបងប្អូននៅតែមានអ្នកនៅមកមានអ្នកមកហូបអីចឹងណាគេតិចសប្បាយហើយខ្ញុំក៏អង្គុយស្ទូចត្រីមួយបងមើលគាត់ស្ទូចអញ្ចឹងណាគាត់ស្ទូចមិនជាសួរគាត់ទៅយើងមករកត្រីដែរតែយើងអត់មានកន្លែងរកហើយនេះគឺជាសកម្មភាពបងគាត់កំពុងតែឡើងម៉ូតូទៅផ្ទះវិញបាទគាត់មកហូបចុកនៅហ្នឹងអញ្ចឹងណាបងប្អូនគាត់នាំគ្នាទៅវិញហើយបាទហើយទឹកឡើងទឹកភ្លៀងហើយទឹកភ្លៀងខ្លាំងអញ្ចឹងគាត់ជិះម៉ូតូនិយាយថាម៉ូតូលិចប៉ុណ្ណឹងហើយជិះបានទេបាទយកហ៊ានយកម៉ូតូមកហងខ្លាចលិចបើសិនជាលិចទៅក៏វាធ្ងន់ដែរបងប្អូនព្រោះអូតូវាអត់ដូចវាអសងអីចឹងទៅលិចទៅដូរអីខ្ទេចអីហ្នឹងហើយនេះគឺជាវីដេអូអេពីសូតភាគ2ផងដែរបងប្អូនភាគ1ខ្ញុំផុសហើយបងប្អូនកុំភ្លេចតាមដានដល់វីដេអូនេះដល់ចប់ផងដែរវីដេអូហ្នឹងអត់បានរកត្រីទេបងប្អូនហើយមកមើលកន្លែងរកហើយចាំមើលស្រួលរឿងទឹកស្រកតិចយើងអាចមកបងជោគកបោកតាមនឹងបានដែរណាបងប្អូនបើយើងទៅជោគវាបានតាមហ្នឹងបើយើងចូលអត់បានទេបើត្រីយើងទៅបងនៅនោះមុនបានណាបងប្អូនឃើញយើងបងបានអត់ត្រីប៉ុន្តែចង្រៃអីថ្ងៃហ្នឹងបងឲ្យមេឃភ្លៀងអញ្ចឹងណាបងប្អូនហើយដូចតែខ្ញុំប្រាប់បងប្អូនអញ្ចឹងបាទមានអីច្រើនវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងបងប្អូនបើស្រឡាញ់ចូលចិត្តឲ្យភ្លេច like ម្នាក់មួយផងហើយភ្លេច follow page ខ្ញុំម្នាក់មួយផងបាទអរគុណ